មនផល្លាជំរាបសួរលោកគ្រូខ្ញុំមានចម្ងល់មួយថ្ងៃមុនខ្ញុំបានស្ដាប់លោកគ្រូបានបកស្រាយទាក់ទងនឹងព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធខុសគ្នាត្រង់ថាខ្ញុំបានយល់ខ្លះៗហើយខ្ញុំបានស្ដាប់ក៏គិតដល់ប្របាទទេវទត្តឬទេវទត្តដែលព្រះពុទ្ធបានព្យាករថានឹងបានជាបច្ចេកពុទ្ធតើទេវទត្តបានសាងកុសលបែបណាទើបបានជាបច្ចេកពុទ្ធក្នុងការព្យាកររបស់ព្រះពុទ្ធព្រោះបើសពថ្ងៃទេវទត្តនៅអបាយភូមិនៅឡើយទេវទត្តបុណ្យពីអសង្ខ័យមកហើយពីមុនមកលោកសាងពីអសង្ខ័យមកហើយតាប៉ុន្តែដរាបណានៅជាបឋិជនបុណ្យពីអសង្ខ័យក៏ដោយហើយសន្សំអាចិត្តចង្អៀតចង្អល់នឹងមកជាមួយព្រះតាំងពីដើមមកផងនឹងបាបហ្នឹងក៏វាជាបច្ច័យឲ្យមកធ្វើកម្មអាក្រក់ចឹងទៅណាចឹងបានថាធាតចំណែនគេការមើងងាយការការតោះជាមួយគេនឹងมันគួរសំទេបងប្អូនហើយវាអត់មានបានទៅគេទេបានតែខ្លួនឯងឃើញទេវតតហ្នឹងតាមធ្វើបាបព្រះអង្គជន់ឆ្លីព្រះអង្គច្រើនជាតិមកហើយប៉ុន្តែក្នុងនោះក៏លោកធ្វើបុណ្យដែរជាតិខ្លះមិនមែនជួបតែព្រះអង្គរហូតទេជាតិដែលមិនជួបព្រះអង្គធ្វើបុណ្យណានៃដែរហ្នឹងមនុស្សល្អតាប៉ុន្តែមានពៀជាមួយព្រះអង្គជួបព្រះអង្គហើយព្រះអង្គធ្វើល្អប៉ុណ្ណាក៏នៅតែទាស់ជាមួយនឹងព្រះអង្គនៅតែអញ្ចឹងអាចិត្តខឹងចិត្តស្អប់ហ្នឹងមិនមែនខឹងហើយខឹងហីទេណាសន្សំជាពីវេរាទីបំផុតហ្នឹងវិលស៊ីកម្មតែខ្លួនឯងហ្នឹងអត់មានចំណេញទេរឿងទៅខឹងទៅគុំទៅគួនទៅធ្វើបាបអ្នកដទៃហ្នឹងគឺថាអត់មានបានទៅណាទេព្រះអង្គថាកម្មហ្នឹងអ្នកតាំងមេត្តាអ្នកតាំងបេតាអ្នកតាំងអមច្ចាកម្មគ្មានពីណាធ្វើឲ្យទេអញ្ចឹងមិនមែនទេវតតហ្នឹងទៅធ្វើបន់ក្នុងនរកទេមិនមែនទេចង់បញ្ជាក់បន្តិចទៅថាទេវតតបន់គ្រប់ហើយឃើញឈានលោកចម្រើនបន្តិចបានហ្នឹងមានរិទ្ធមានអីទៅសម្ដែងប្រាប់ជាសតហ្នឹងដោយសារបន់លោកច្រើនណាស់ហ្នឹងតែរបៀបអញ្ចេះរបៀបថាដូចមនុស្សរស់ស៊ីមានបានទ្របរាប់លានហើយអញ្ចឹងប៉ុន្តែទៅប្រព្រឹត្តបទអក្រិតផ្លេតអញ្ចឹងណាបទអក្រិតផ្សេងអញ្ចឹងទៅជាប់ទោសសិនណាប៉ុន្តែទ្របគាត់មានទៅណាទ្របនៅទៅចេញមកវិញប្រើប្រាស់ទ្រព្យសម្បត្តិនឹងវិញហើយតម្រង់ផ្លូវតែបន្តិចមានស្រាប់តែទ្រព្យមានស្រាប់តែមានទ្រព្យទៅណាឧទាហរណ៍ថាគាត់មានលុយឡើង$100 លានស្រាប់តែគាត់ធ្វើកំហុសអីមួយវាមិនពាក់ព័ន្ធនឹងអស់លុយកាក់ហ្នឹងទេទៅបៀតបៀនគេទៅវាយដំគេអញ្ចឹងគេចាប់ដាក់គុកទៅ